នៅថ្ងៃដែលក្មេងស្រីម្នាក់ឡើងទទួលសញ្ញាបត្រដោយទឹកភ្នែកកៅអីមួយនៅជួរមុខនៅតែទំនេរកៅអីនោះត្រូវបានទុកសម្រាប់បងប្រុសដែលបានឈប់រៀនធ្វើការសំណង់និងលះបង់អនាគតទាំងមូលដើម្បីឲ្យនាងមានថ្ងៃនេះប៉ុន្តែគាត់បានស្លាប់មុនពេលដែលឃើញក្តីសុបិនរបស់ខ្លួនឯងខ្លាចជាការពិតគោរពជម្រាបសួរទៅដល់ពុកម៉ែមីងបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់រាត្រីទី7នៃកម្មវិធី Insight ហើយថ្ងៃនេះផងដែរយើងនឹងមានរឿងរ៉ាវមួយដែលពាក់ព័ន្ធជាមួយទៅនឹងទឹកចិត្តរបស់បងប្រុសហើយខ្ញុំសង្ឃឹមថាសាច់រឿងនេះអាចបំពេញអារម្មណ៍របស់ពុកម៉ែមីងបងប្អូនទាំងអស់គ្នានៅក្នុងរាត្រីនេះបានហើយកុំឲ្យខាតពេលយូរពុកម៉ែមីងបងប្អូនទាំងអស់គ្នាសូមទៅតាមដានដូចតទៅរឿងនេះកើតឡើងនៅភូមិតូចមួយនៅក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបនៅទីនោះមានផ្ទះឈើចាស់មួយដែលមានជញ្ជាំងបាំងខ្យល់មិនជិតនិងដំបូលលិចទឹករាល់ពេលភ្លៀងធ្លាក់ក្នុងផ្ទះនោះមានបងប្អូន2នាក់រស់នៅជាមួយម្ដាយដែលមានជំងឺប្រចាំកាយបងប្រុសមានឈ្មោះថារតនាហើយប្អូនស្រីមានឈ្មោះថាសុភាតាំងពីតូចរតនាជាក្មេងស្ងៀមស្ងាត់មិនសូវនិយាយច្រើនប៉ុន្តែគាត់តែងតែធ្វើដាក់ប្អូនស្រីខ្លួនឯងគឺការយកចិត្តទុកដាក់នៅពេលដែលផ្ទះមានបាយតិចគាត់តែងតែប្រាប់ថាមិនឃ្លានទោះបីជាពោះរបស់គាត់កំពុងស្រែកក៏ដោយនៅពេលម្ដាយទិញសៀវភៅបានតែមួយក្បាលគាត់តែងតែប្រគល់ឲ្យសុភាហើយខ្លួនឯងប្រើសៀវភៅចាស់ដែលមានទំព័ររហែកនៅពេលសុភាឈឺគាត់ជាអ្នកដើរឆ្លងកាត់ដីក្រហមជាច្រើនគីឡូម៉ែត្រដើម្បីទៅទិញថ្នាំនៅឯទីប្រជុំជនឪពុករបស់ពួកគេបានស្លាប់ដោយសារជំងឺប្រចាំកាយកាលពីរតនារៀនថ្នាក់ទី10ចាប់ពីថ្ងៃនោះមកមុខងារជាបងប្រុសរបស់គាត់ត្រូវបានផ្លាស់ប្ដូរគាត់មិនត្រឹមជាបងប្រុសទៀតទេគាត់ខ្លាចជាមនុស្សម្នាក់ត្រូវការបន្ទុកគ្រួសារទាំងមូលគាត់ត្រូវជួយម្ដាយនៅពេទ្យត្រូវរោគអង្គត្រូវបង់ភ្លើងនិងត្រូវធានាថាប្អូនស្រីនៅតែអាចទៅសាលារៀនដូចក្មេងដទៃរតនាជាសិស្សពូកែម្នាក់គ្រូជាច្រើនជឿជាក់ថាគាត់នឹងបានរៀនបន្តនិងអាចប្រឡងជាប់និទ្ទេសល្អនិងអាចសាងអនាគតដ៏ភ្លឺស្វាងគាត់ស្រឡាញ់មុខវិជ្ជាគណិតវិទ្យានិងស្រមៃចង់ក្លាយជាវិស្វករគាត់ចូលចិត្តគូគំនូររូបផ្ទះស្ពានអាគារនៅលើក្រដាសចាស់ៗនៅជ្រុងមួយនៃបន្ទប់គាត់ធ្លាប់រក្សាទុកសៀវភៅកំណត់ត្រាមួយដែលពេញទៅដោយគម្រោងផ្ទះតូចៗដែលគាត់ស្រមៃថានឹងសាងសង់ឲ្យម្ដាយនិងប្អូនស្រីនៅថ្ងៃណាមួយប៉ុន្តែក្តីសុបិនមិនតែងតែឈ្នះភាពក្រីក្រទេនៅឆ្នាំដែលរតនាត្រូវឡើងថ្នាក់ទី12ម្ដាយរបស់គាត់ធ្លាក់ខ្លួនឈឺធ្ងន់ថ្លៃព្យាបាលកើនឡើងខណៈដំណាំស្រូវក្នុងស្រែរងការខូចខាតដោយសារតែរាំងស្ងួតនៅពេលជាមួយគ្នានោះសុភាក៏កំពុងត្រៀមប្រឡងបាក់ឌុបផងដែរនាងជាសិស្សឆ្នើមនិងមានក្តីសុបិនចង់ចូលរៀននៅសាកលវិទ្យាល័យក្នុងមុខជំនាញគិលានុបដ្ឋាយិកានាងចង់រៀនជំនាញព្យាបាលដើម្បីថ្ងៃក្រោយអាចជួយម្ដាយនិងអ្នកក្រីក្រនៅស្រុកកំណើតគ្រួសារដ៏តូចមួយនេះគ្មានប្រាក់គ្រប់គ្រាន់សម្រាប់កូនទាំងពីរបន្តការសិក្សាទេបើគាត់ឈប់រៀនអនាគតដែលគាត់ស្រឡាញ់នឹងត្រូវបាត់បង់ជាច្រើនយប់ក្រោយមកគាត់អង្គុយមើលសៀវភៅវិស្វកម្មចាស់ៗក្រោមពន្លឺចង្កៀងរតនាបានសម្រេចចិត្តបិទសៀវភៅរបស់ខ្លួននិងបើកផ្លូវឲ្យគាត់ឈប់រៀនដោយមិនធ្វើពិធីលាមិនបានប្រាប់អ្នកណាថាគាត់ខូចចិត្តប៉ុណ្ណានិងបង្ហាញថាគាត់បានយំនៅយប់ចុងក្រោយដែលគាត់រៀបចំកាបូបសាលាព្រឹកថ្ងៃបន្ទាប់គាត់បានយកសៀវភៅឯកសារសិក្សារបស់ខ្លួនដាក់ក្នុងប្រអប់ឈើនិងចាក់ចេញពីស្រុកបន្ទាយស្រីធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីស្វែងរកការងារសំណង់ធ្វើបុរសវ័យក្មេងដែលធ្លាប់តែមានក្តីស្រមៃចង់គូប្លង់អាគារខ្លាចជាមនុស្សដែលត្រូវលើកឥតលីស៊ីម៉ង់និងឈោក្រោមកម្ដៅថ្ងៃលើដំបូលអាគារដែលអ្នកដតីជាអ្នករចនាជីវិតរបស់រតនានៅភ្នំពេញមិនងាយស្រួលទេគាត់ស្នាក់នៅក្នុងបន្ទប់តូចមួយជាមួយនឹងកម្មករជាច្រើននាក់នៅពេលព្រឹកមិនទាន់មានពន្លឺគាត់ត្រូវក្រោកទៅការដ្ឋានពេលយប់ត្រូវត្រឡប់វិញដោយដៃស្នាមកកិតស្មាឈឺនិងសម្លៀកបំពាក់ប្រឡាក់ធូលីស៊ីម៉ង់ប៉ុន្តែទោះខ្លួនឯងហត់យ៉ាងណាគាត់នៅតែគិតពីថ្លៃសាលារបស់ប្អូនជាមុនប្រាក់ខែដែលគាត់ទទួលបានមួយផ្នែកផ្ញើទៅម្ដាយសម្រាប់ទិញថ្នាំនិងអង្ករនិងមួយផ្នែកទៀតគឺទុកសម្រាប់ការសិក្សារបស់សុភាចំណែកគាត់វិញញ៉ាំបាយជាមួយទឹកត្រីឬមីកញ្ចប់ជាច្រើនថ្ងៃជាប់គ្នាក៏មានដែរគាត់មិនទិញស្បែកជើងថ្មីទោះជាស្បែកជើងចាស់ដាច់រហែកយ៉ាងណាក៏ដោយគាត់ទៅលេងសុករៀងរាល់បុណ្យទានព្រោះថ្លៃឡានទៅមកអាចទិញសៀវភៅឲ្យប្អូនគាត់ជាច្រើនក្បាលនៅពេលដែលសុភាប្រឡងបាក់ឌុបជាប់ដោយលទ្ធផលល្អនាងបានទទួលលិខិតចូលទៅសាលាសាកលវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញមនុស្សក្នុងភូមិជាច្រើនបានសប្បាយចិត្តប៉ុន្តែគ្មានអ្នកណាដឹងថានៅខាងក្រោយលិខិតចូលរៀននោះគឺមានញើសនិងឈាមរបស់បងប្រុសម្នាក់ដែលគាត់លះបង់ការសិក្សារបស់ខ្លួនរតនាជួយរកបន្ទប់តូចមួយឲ្យប្អូននៅជិតសាកលវិទ្យាល័យគាត់ទិញកង់ចាស់មួយឲ្យនាងដើម្បីកាត់បន្ថយការធ្វើដំណើរគាត់បានរកទិញតុរៀនដែលជារបស់ម្ទឹកដើម្បីឲ្យប្អូនបានរៀននៅពេលយប់របស់គ្រប់យ៉ាងសម្រាប់សុភាមើលទៅ
ធម្មតាប៉ុន្តែសម្រាប់រតនាវាជាផ្នែកមួយនៃជីវិតដែលគាត់ត្រូវកាត់ចេញពីខ្លួនឯងនៅឆ្នាំទី1សុភាស្ទើរតែឈប់រៀនព្រោះនាងមិនចង់ឃើញបងប្រុសធ្វើការលំបាកនាងដឹងថាដៃរបស់គាត់កាន់តែរឹងក្រចកពេញដោយធូលីនិងខ្នងរបស់គាត់កាន់តែឈឺរាល់យប់ប៉ុន្តែរតនាមិនអនុញ្ញាតឲ្យការលះបង់របស់គាត់ខ្លាចជាហេតុដែលធ្វើឲ្យនាងបោះបង់ទេគាត់បានបង្ហាញតាមទង្វើថាការខិតខំប្រឹងប្រែងរបស់នាងគឺជាវិធីតែមួយគត់ដែលធ្វើឲ្យការលះបង់របស់គាត់មានន័យចាប់ពីពេលនោះទៅសុភាបានខ្លាចជាសិស្សដែលខិតខំជាងមុននាងក្រោកទៅរៀនតាំងពីព្រឹកធ្វើការបន្ថែមនៅថ្ងៃសម្រាកនិងព្យាយាមសន្សំប្រាក់គ្រប់ចំណុចរាល់ពេលនាងទទួលបានពិន្ទុល្អនាងតែងតែរក្សាលទ្ធផលនោះទុកដើម្បីបង្ហាញបងប្រុសនៅពេលជួបគ្នាសម្រាប់នាងក្រដាស់ពិន្ទុមួយសន្លឹកមិនមែនជាភាពជោគជ័យរបស់នាងតែម្នាក់ទេវាជាភស្តុតាងថាពេលវេលានិងញើសរបស់បងប្រុសរបស់នាងមិនបានបាត់បង់ឥតប្រយោជន៍4ឆ្នាំបានកន្លងផុតទៅទាំងយឺតក្នុងរយៈពេលនោះអគារជាច្រើនបានខ្ពស់ឡើងក្រោមដៃរតនាប៉ុន្តែសុខភាពរបស់គាត់វិញកាន់តែធ្លាក់ចុះគាត់ធ្លាប់ធ្លាក់ពីលើជណ្ដើរសំណង់ម្ដងប៉ុន្តែមិននៅពេលទេព្រោះខ្លាចខាតថ្ងៃធ្វើការគាត់ធ្លាប់អកខ្លាំងនិងឈឺទ្រូងជាច្រើនខែប៉ុន្តែគាត់ទិញថ្នាំធម្មតាមកលេបរាងកាយរបស់គាត់កំពុងតែផ្ញើសញ្ញាថាវាមិនអាចទ្រាំទ្របានទៀតទេប៉ុន្តែគាត់នៅតែបង្ខំខ្លួនឯងឲ្យធ្វើការនៅដើមឆ្នាំចុងក្រោយនៃការសិក្សារបស់សភានាងបានប្រាប់ម្ដាយថាថ្ងៃទទួលសញ្ញាបត្ររបស់នាងបានទុកកៅអីជួរមុខឲ្យបងប្រុសនាងចង់ឲ្យមនុស្សគ្រប់គ្នាឃើញថាអ្នកសមនឹងទទួលការអបអរបំផុតមិនមែននាងទេប៉ុន្តែគឺជាបុរសដែលស្លៀកខោអាវកម្មករសំណង់ដែលធ្លាប់បោះបង់អនាគតរបស់ខ្លួនដើម្បីសាងសង់អនាគតរបស់នាងរតនាបានដឹងពីគម្រោងនោះចាប់ពីថ្ងៃនោះគាត់តែងតែគិតដល់កៅអីមួយនោះវាបានក្លាយជាគោលបំណងដែលជួយឲ្យគាត់អត់ធ្មត់រៀងរាល់ព្រឹកគាត់បានសន្សំប្រាក់បន្តិចបន្តួចដើម្បីទិញខោអាវសថ្មីមួយសម្រាប់ថ្ងៃពិសេសរបស់ប្អូនគាត់ចង់ទៅអង្គុយមើលប្អូនឡើងលើឆាកដោយមិនមានធូលីស៊ីម៉ង់នៅលើសម្លៀកបំពាក់គាត់ចង់ថតរូបមួយសន្លឹកជាមួយនាងដើម្បីផ្ញើទៅម្ដាយនៅឯស្រុកបន្ទាយស្រីប៉ុន្តែគាត់មិនបានដឹងថារាងកាយរបស់គាត់កំពុងខូចខាតជាងដែលគាត់គិតប្រហែលជាមួយខែមុនថ្ងៃទទួលសញ្ញាបត្ររតនាបានដួលសន្លប់នៅការដ្ឋានសំណង់ពេលដឹកទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានរកឃើញថាសួតរបស់គាត់មានបញ្ហាធ្ងន់ធ្ងរហើយរាងកាយរបស់គាត់អស់កម្លាំងខ្លាំងពីការធ្វើការហួសប្រមាណអាហារមិនគ្រប់គ្រាន់និងការព្យាបាលយឺតពេលវេលាគាត់ត្រូវការព្យាបាលជាបន្ទាន់និងសម្រាកយូរតែរតនានៅតែបារម្ភពីថ្លៃសិក្សាចុងក្រោយនិងថ្លៃពិធីទទួលសញ្ញាបត្ររបស់ប្អូននៅក្នុងកាបូបចាស់របស់គាត់មានស្រោមសំបុត្រមួយដែលគាត់បានសន្សំប្រាក់ទុកជាច្រើនខែលើសំបុត្រនោះមានសរសេរឈ្មោះសុភានិងការបរិច្ឆេទថ្ងៃទទួលសញ្ញាបត្រគាត់មិនបានទុកប្រាក់សម្រាប់ខ្លួនឯងទេសូម្បីតែពេលជីវិតរបស់គាត់កំពុងតែរលត់បេះដូងរបស់គាត់កំពុងនៅតែគិតបេះដូងរបស់គាត់នៅតែគិតពីប្អូនរបស់គាត់មុនសុភាពេលដឹងថាបងប្រុសចូលមន្ទីរពេទ្យនាងបានរត់ទៅមន្ទីរពេទ្យដោយមិនខ្វល់អំពីថ្នាក់រៀនក្រោយទៀតទេនៅលើគ្រែអ្នកជំងឺនាងបានឃើញបុរសធ្លាប់តែរឹងមាំសម្រាប់នាងស្គមស្គាំនិងដកដង្ហើមយ៉ាងលំបាកដៃដែលធ្លាប់លើកបាវស៊ីម៉ង់ឥឡូវស្ទើរតែគ្មានកម្លាំងមកកាន់ដៃនាងទោះគ្មានការសន្ទនាណាមួយត្រូវបានកត់ត្រាក៏សុភាបានយល់អ្វីដែលបងប្រុសចង់ឲ្យនាងធ្វើទៅតាមក្រសែភ្នែករបស់គាត់ចង់ឲ្យនាងបញ្ចប់ការសិក្សាគាត់ចង់ឲ្យនាងត្រូវឡើងឆាកដើម្បីទទួលសញ្ញាបត្រគាត់ចង់ឲ្យនាងកុំធ្វើការលះបង់ជាច្រើនឆ្នាំរបស់គាត់ខ្លាចទៅជាផេះផង់បន្ទាប់ពីបានសម្រាកពីការសិក្សារយៈពេលខ្លីសុភាបានត្រឡប់ទៅបញ្ចប់ការប្រឡងចុងក្រោយនាងរៀនទាំងទឹកភ្នែកនិងបានទៅមន្ទីរពេទ្យរៀងរាល់ពេលដែលមានឱកាសរតនាបានរស់នៅដោយពឹងលើដង្ហើមខ្សោយនឹងក្តីសង្ឃឹមមួយថានឹងបានឃើញប្អូនស្រីស្លៀកពាក់សម្លៀកបំពាក់ទទួលសញ្ញាបត្រមួយសប្តាហ៍មុនពិធីសុភាបានយកអាវសដែលរតនាបានសន្សំប្រាក់ទិញទៅក្បែរនឹងគ្រែរបស់គាត់អាវថ្មីនោះស្អាតប៉ុន្តែមនុស្សដែលចង់ពាក់មិនអាចក្រោកឈរបានទេនៅលើតុតូចក្បែរគ្រែមានសំបុត្រអញ្ជើញចូលរួមពិធីមួយសន្លឹកឈ្មោះរតនាត្រូវបានសរសេរនៅកន្លែងកិត្តិយសសម្រាប់ភ្ញៀវជួរមុខ3ថ្ងៃមុនពិធីរតនាបានចាក់ចេញពីលោកនេះយ៉ាងស្ងប់ស្ងាត់គាត់មិនបានឃើញប្អូនស្រីគាត់ឡើងទទួលសញ្ញាបត្រគាត់មិនបានពាក់កៅអៅសថ្មីគាត់មិនបានអង្គុយលើកៅអីជួរមុខដែលគេទុកឲ្យគាត់មិនបានថតរូបជាមួយមនុស្សដែលគាត់លះបង់អនាគតទាំងមូលដើម្បីនាំនាងមកដល់ថ្ងៃនេះនៅព្រឹកទទួលសញ្ញាបត្រសុភាបានពាក់អាវក្រងដោយញ័រដៃក្នុងចំណោមមិត្តភ័ក្តិកំពុងញញឹមទាំងអស់និងថតរូបជាមួយគ្រួសារនាងឈរដោយបេះដូងកំពុងបាត់បង់ពាក់កណ្ដាលនៅក្នុងដៃរបស់នាងមានរូបថតបងប្រុសនៅក្នុងដៃនិងខ្សែក្រវ៉ាត់ចាស់មួយដែលគាត់ធ្លាប់ពាក់នៅការដ្ឋានសំណង់ក្នុងសាលពិធីកៅអីជួរមុខមួយត្រូវបានទុក
ទំនេរលើកៅអីនោះមានកៅអៅសថ្មីរបស់រតនារូបថតរបស់គាត់និងផ្កាម្លិះមួយខ្សែដែលម្ដាយផ្ញើពីស្រុកបន្ទាយស្រីមនុស្សជុំវិញមើលតែកៅអីទំនេរប៉ុន្តែសុភាមើលឃើញបងប្រុសដែលនៅទីនោះនាងឃើញពីដៃពោពេញដោយស្នាមរបួសមុខដែលខ្មៅដោយថ្ងៃនិងខ្នងដែលកោងពីការលើកស៊ីម៉ងរាប់ឆ្នាំនៅពេលដែលគេហៅឈ្មោះសុភាឡើងឆាកនាងបានដើរទៅយឺតរាល់ជំហានរបស់នាងមានទម្ងន់ដូចជាកំពុងមានអនុស្សាវរីយ៍ទាំងអស់ដើរជាមួយនាងជំហានមួយគឺជាការចងចាំពីសៀវភៅដែលបងប្រុសបានទិញឲ្យជំហានមួយទៀតគឺការចងចាំពីថ្ងៃដែលគាត់ឈប់រៀនជំហានបន្ទាប់គឺការចងចាំពីស្បែកជើងបែកបាតនិងអាហារសាមញ្ញដែលគាត់ញ៉ាំដើម្បីសន្សំប្រាក់ឲ្យនាងសិក្សានៅពេលដែលនាងទទួលសញ្ញាបត្រទឹកភ្នែករបស់នាងបានហូរដោយមិនអាចទប់បានសារទាំងមូលបានទះដៃអបអរសាទរប៉ុន្តែសម្រាប់នាងសំឡេងទះដៃទាំងនោះមិនអាចបំពេញភាពស្ងប់ស្ងាត់នៅលើកៅអីនោះបានទេសញ្ញាបត្រនៅក្នុងដៃមានទម្ងន់ធ្ងន់ជាងក្រដាសធម្មតាវាមានទម្ងន់ស្មើទៅនឹងយុវវ័យរបស់បងប្រុសស្មើទៅនឹងក្តីសុបិនដែលគាត់បោះបង់និងស្មើទៅនឹងជីវិតដែលគាត់ប្រើដើម្បីសង់ផ្លូវឲ្យនាងដើរក្រោយពិធីបានបញ្ចប់មនុស្សជាច្រើនបានចាក់ចេញទៅជាមួយរូបថតជុំគ្រួសារសុភាវិញបានត្រឡប់ទៅកៅអីជួរមុខមួយនោះហើយនាងអង្គុយក្បែរអាវសរបស់បងប្រុសដាក់សញ្ញាបត្រលើកៅអីរបស់គាត់ហើយយំរហូតដល់គ្មានសំឡេងនាងបានធ្វើដំណើរមកដល់គោលដៅដែលបងប្រុសសង់ហើយប៉ុន្តែមនុស្សដែលសមនឹងឃើញវាបំផុតបែរជាមិនបាននៅជាមួយនាងទៅវិញបន្ទាប់ពីទទួលសញ្ញាបត្រសុភាបានជ្រើសរើសរស់នៅសុខស្រួលនៅទីក្រុងទេនាងបានត្រឡប់ទៅខេត្តសៀមរាបនិងធ្វើការនៅមណ្ឌលសុខភាពចិត្តស្រុកបន្ទាយស្រីនាងជួយព្យាបាលអ្នកក្រីក្រជាពិសេសកម្មករសំណង់និងមនុស្សដែលពញាពេលទៅមន្ទីរពេទ្យព្រោះខ្លាចតែអស់ប្រាក់រាល់ពេលដែលនាងឃើញដៃកម្មករសំណង់ពោពេញទៅដោយស្នាមរបួសនាងតែងនឹកឃើញទៅដល់បងប្រុសដែលឈ្មោះថារតនានៅលើជញ្ជាំងតូចមួយបន្ទប់ធ្វើការរបស់នាងមានសញ្ញាបត្រដែលគេពាក់ស៊ុមយ៉ាងស្អាតនៅខាងក្រោមសញ្ញាបត្រនោះគឺមានរូបថតបងប្រុសដែលស្លៀកពាក់ខោអាវកម្មករសំណង់មនុស្សដែលមកព្យាបាលជាច្រើនស្មានថាជាឪពុករបស់នាងប៉ុន្តែសម្រាប់សុភាគាត់គឺជាមនុស្សដែលមានទូនាទីច្រើនជាងបងប្រុសនិងច្រើនជាងឪពុកទៅទៀតគាត់ជាដំបូលគាត់គឺជាផ្លូវហើយគាត់ជាមូលដ្ឋានដែលធ្វើឲ្យអនាគតរបស់នាងអាចឈរបានរឹងមាំដល់ពេលបច្ចុប្បន្នឆ្នាំក្រោយមកសុភាបានយកប្រាក់ខែដំបូងរបស់នាងយកទៅចូលជួលផ្ទះនៅស្រុកបន្ទាយស្រីនាងបានសាងសង់បន្ទប់តូចមួយនៅខាងមុខផ្ទះនោះហើយដាក់តុអានសៀវភៅជាច្រើនសម្រាប់កុមារក្រីក្រនៅក្នុងភូមិនាងបានដាក់ឈ្មោះបន្ទប់នោះថារតនាកុមារជាច្រើនបានអានសៀវភៅនៅទីនោះខ្លះចង់ក្លាយជាគ្រូបង្រៀនខ្លះចង់ក្លាយជាគ្រូពេទ្យនិងខ្លះចង់ក្លាយជាវិស្វកររាល់ពេលដែលសុភាឃើញក្មេងម្នាក់គូររូបផ្ទះលើក្រដាសនាងតែងនឹកឃើញសៀវភៅកត់ត្រាចាស់មួយរបស់បងប្រុសរបស់នាងនេះហើយក្តីសុបិនរបស់គាត់នឹងត្រូវមានអ្នកបន្តវេនប្រិមិត្តទាំងអស់គ្នានៅលើលោកនេះមនុស្សខ្លះលះបង់ដោយមិនទាមទារអ្នកណាស្គាល់ឈ្មោះពួកគេមិនបានឡើងឆាកពួកគេមិនបានបំពាក់មេដាយនិងមិនបានទទួលសម្លេងតែដៃប៉ុន្តែជោគជ័យរបស់មនុស្សម្នាក់ទៀតត្រូវបានសាងសង់ចេញពីញើសទឹកភ្នែកនិងជីវិតរបស់ពួកគេរតនាមិនបានទទួលសញ្ញាបត្ររបស់ខ្លួនទេគាត់មិនបានក្លាយជាវិស្វករនិងមិនបានសាងសង់ផ្ទះដែលធ្លាប់គូរនៅក្នុងសៀវភៅចាស់របស់គាត់ទេប៉ុន្តែគាត់បានសាងសង់អ្វីមួយដែលធំជាងអគារណាអ្វីទាំងអស់គាត់បានសាងសង់អនាគតរបស់ប្អូនស្រីរបស់គាត់បានសាងសង់ក្តីសង្ឃឹមឲ្យគ្រួសារគាត់បានសាងសង់ស្នាមញញឹមនិងក្តីស្រឡាញ់មួយឲ្យគ្រួសាររបស់គាត់ប្រិមិត្តដែលកំពុងស្ដាប់បើសិនជារឿងរ៉ាវរបស់រតនានិងសុភានេះធ្វើឲ្យអ្នកនឹកឃើញទៅដល់មនុស្សម្នាក់ដែលធ្លាប់លះបង់ដែលឬក៏កំពុងលះបង់ទៅដល់ពុកម៉ែមីងបងប្អូនទាំងអស់គ្នាសូមផ្ដល់ក្តីស្រឡាញ់ណាផ្ដល់ស្ដីស្រឡាញ់ឲ្យគាត់ភ្លាមកុំឲ្យហួសពេលឲ្យសោះហើយត្រូវចេះថែរក្សានិងផ្ដល់តម្លៃទៅឲ្យគាត់ហើយសូមកុំភ្លេច comment បើសិនជាពុកម៉ែមីងបងប្អូនទាំងអស់គ្នាតាមដានដល់ចំណុចមួយនេះសូមដាក់សញ្ញាមេដៃមួយមកឲ្យខ្ញុំមានកម្លាំងចិត្តសូមកុំភ្លេចជួយ share subscribe like ណាហើយសម្រាប់ពុកម៉ែមីមីបងប្អូនទាំងអស់គ្នាចង់ចែករំលែកជាមួយទៅនឹងសាច់រឿងបទពិសោធន៍ជីវិតពុកម៉ែមីមីអាចចែករំលែកបានទៅតាម Telegram ដែលមាននៅលើអេក្រង់របស់ខ្ញុំនេះផងដែរហើយខ្ញុំបាទក៏សូមអធិស្ឋាននៅរាល់កំហុសឆ្គងក្នុងពាក្យសម្ដីខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកំដរអារម្មណ៍ពុកម៉ែមីមីបងប្អូនទាំងអស់គ្នាឲ្យមានសុបិនល្អជាចុងក្រោយរាត្រីសួស្ដីជួបគ្នានៅវីដេអូក្រោយ